นี่คือชีวิดีโอพาร์ทเอก็โดยชีวิดีโอจงบรรจบในการบรรจบการងាររបស់យើងដែរដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងសម្រាប់ការងារភ្នំរបស់យើងគឺរួចរាល់100%នៅចុងវីដេអូនេះហើយអ្នកទាំងអស់គ្នាក៏ដូចជាឃើញសកម្មភាពផ្សេងៗរបស់ក្រុមការងារផ្សេងៗដែរមិនថាតែការងារខាង landscape ណាអញ្ចឹងដូចជាការរៀបចំផាប់នេះវាអាចហើយជាស្ថាពរហើយទាំងខាងក្រុមភ្លើងក៏ដូចជាក្រុមការរៀបចំអីផ្សេងៗអញ្ចឹងសម្រាប់ខាងភ្នំរបស់ខ្ញុំគឺគ្រាន់តែបំពាក់នៅថ្មហើយនឹងដាំរុក្ខជាតិតាមជើងសួនគឺយើងចាប់ហើយនៅការងារហ្នឹងហើយសម្រាប់ការដាក់ថ្មនេះដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺប្រើឡានស្ទូចព្រោះដោយសារថ្មខ្លះគឺមានទម្ងន់ធ្ងន់មែនតើហើយថ្មខ្លះក៏យើងលើកដោយកម្លាំងដៃដែរហើយសម្រាប់ការបំពាក់ថ្មនេះគឺយើងធ្វើទៅតាមជ្រុងនៃភ្នំរបស់យើងណាឲ្យដាក់មើលទៅឲ្យវាស័ក្តិសមក៏ដូចជាលេងកុំឲ្យវាមានសភាពដេកដាស់ខ្លាំងពេកដោយសារតែ concept នៃការរៀបចំរបស់យើងគឺយើងអត់ចង់ឲ្យវាមានការដេកដាស់ខ្លាំងទេគឺយើងផ្ដោតទៅលើសោភ័ណភាពស្មៅក៏ដូចជា bonsai អញ្ចឹងយើងក៏អត់រៀបចំថ្មអីឲ្យវាមានសភាពស្កេស្កាស់ច្រើនដែរគឺយើងរៀបទៅតាមអ្វីដែលយើងមើលទៅថាវាមិនស្កេស្កាស់ពេកហើយវាសមដែលយើងអាចទទួលយកបានហើយក៏មានដាំនៅស្មៅខ្លះក៏ដូចជារុក្ខជាតិផ្សេងខ្លះនៅតាមជើងដើមឈើដែរប្រភេទដើមឈើធំណាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានជាមួយនឹងវីដេអូបញ្ចប់នេះគឺយើងរួចរាល់ហើយពីស្ថានភាពក៏ដូចជាសោភ័ណភាពនៃភ្នំរបស់យើងទាំងមូលតែម្ដងតាមសួនមួយមូលហេតុដែលយើងដាក់ដុំថ្មនៅតាម bonsai នេះគឺទី1គឺយើងដោយសារតែយើងចង់ឲ្យវាទប់ដី bonsai របស់យើងទី2គឺយើងចង់ឲ្យឫស bonsai ហ្នឹងវាពេលដែលវាដុះទៅវាប្រពាក់ប្រពូនជាមួយនឹងថ្មទៅវាឃើញសភាពស្អាតហើយទី3មួយទៀតគឺគោលបំណងធំគឺយើងអត់ចង់រៀបថ្មហ្នឹងឲ្យដេះដាស់ច្រើនទេគឺយើងចង់បដោតទៅលើស្មៅភ្នំហ្នឹងឲ្យច្រើនជាងអញ្ចឹងគឺថ្មយើងគឺមានតែនៅទីតាំងក្រោមដើម bonsai ទេពីព្រោះអីយើងចង់ឲ្យពេលដែលវាដុះឫសមកគឺឲ្យវាប្រពាក់ប្រពូនជាមួយនឹងថ្មហ្នឹងឲ្យវាមើលទៅវារឹតតែស្អាតណាអញ្ចឹងអ្នកទាំងអស់គ្នាអាចឃើញបានយើងក៏បាន detail នៅក្នុងវីដេអូនេះដែរឲ្យអ្នកទាំងអស់គ្នាឃើញដើម bonsai ហើយមិនតែប៉ុណ្្នឹងទេគឺបន្ថែមនៅសោភ័ណភាពភ្លើងដែលវាជួយអមណាជាមួយនឹងសួន landscape របស់យើងឲ្យរឹតតែលេចធ្លោទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចឃើញបានជាមួយនឹងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញសួនទាំងអស់ហើយក៏ដូចជាសោភ័ណភាពទាំងមូលនៅពេលដែលរៀបចំរួចមិនថាឆ្វេងស្ដាំពីមុខពីក្រោយអីគឺយើងរួចរាល់អស់ហើយក៏វារៀបរយហើយដែរហើយក៏សោភ័ណភាពវាក៏ស្អាតណាស់ដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចឃើញបានជាមួយនឹងសោភ័ណភាពរបស់ភ្នំយើងក៏ដូចជាទិដ្ឋភាពនៅក្នុងផាប់ទាំងមូលតែម្ដងគឺរៀបចំហើយជាស្រេចមិនថាទាំងតុកទាំងក្អីទាំងបែនទាំងភ្លើងគឺអូខេតែម្ដងអញ្ចឹងគឺអាចនិយាយថាវា ready ទាំងអស់គ្នាណាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានជាមួយនឹងសោភ័ណភាពរួមទាំងអស់នៃការរៀបចំក៏ដូចជាការបញ្ចប់នៃការងាររបស់ខាងក្រុមការងារសួននគររាជរបស់ខ្ញុំដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់រៀបសួនក៏ដូចជាចង់រៀបនៅទីតាំងផ្សេងមិនថាជាផាប់មិនថាជាបូតិចក៏ដូចជាផ្ទះកំសាន្តក៏ដូចជាអូតែឬមួយក៏ទីតាំងផ្សេងដែលអ្នកទាំងអស់គ្នាចង់រៀបបែប landscape អ្នកទាំងអស់គ្នាអាចពិភាក្សាបានជាមួយនឹងសួននគររាជយើងនឹងធ្វើការរៀបចំក៏ដូចជាការពិភាក្សាជូនក៏ដូចជាប្រឹក្សាជូនដែរអញ្ចឹងអាចទស្សនាទាំងអស់គ្នាបានជាមួយនឹងទិដ្ឋភាពទាំងមូលនៅក្នុងផាប់ក៏ដូចជាពិសេសតែម្ដងគឺខាងភ្នំក៏ដូចជា landscape របស់ផាប់យើងហើយកុំភ្លេចយើងនៅមានវីដេអូសកម្មភាពផ្សេងតាក់ទងជាមួយនឹងបច្ចេកបន្តទៀតអរគុណសម្រាប់ការទស្សនាវីដេអូបងចង់ដឹងពីចិត្តពេលនេះអូនគិតយ៉ាងណាមិនទៅពីអ្នកធ្លាប់តែត្រូវការគ្នាស្ទើរ